ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញទាក់ទងទៅនឹងការកំណត់សុវត្ថិភាព Telegram ដោយសារតែ Telegram មានការលួចវាយប្រហារក៏ដូចជាការលួចយកគណនីពីអ្នកប្រើប្រាស់ជាច្រើនអញ្ចឹងហើយបងប្អូនដែលកំពុងប្រើ Telegram គួរតែចូលមកកំណត់មុខងារនឹងដើម្បីការពារសុវត្ថិភាពឲ្យបានមុនគឺយើងចូលមកកាន់ setting ហើយចុចយកពាក្យ privacy and security បន្ទាប់មកគឺយើងមើលចំណុច security ផ្នែកខាងលើគឺតាក់ទងទៅនឹង two step verification យើងត្រូវតែបើកមុខងារនឹងឡើងយើងអាចចុចពាក្យនឹងមកបន្ទាប់មកយើងត្រូវ set password គឺកំណត់នៅពាក្យសម្ងាត់របស់ខ្លួនសម្រាប់ Telegram សម្រាប់បងប្អូនគឺយើងចុចពាក្យនឹងមកបងប្អូនពេញចិត្តនៅលេខសម្ងាត់ណាមួយដែលបងប្អូនងាយចងចាំខ្លួនឯងបងប្អូនអាចដាក់បានបន្ទាប់មកយើងចុចសញ្ញាព្រួយទៅខាងមុខត្រង់ចំណុចនេះបងប្អូនដាក់លេខសម្ងាត់នឹងម្ដងទៀតបន្ទាប់មកចុចសញ្ញាព្រួយទៅមុខទៀតត្រង់ចំណុចនេះយើងអាចចុចពាក្យថា skip បានបន្ទាប់មកតាក់ទងទៅនឹង recovery email បងប្អូនត្រូវបញ្ចូលនៅ email របស់បងប្អូនបើសិនជាយើងមិនបញ្ចូលទេនៅពេលដែលយើងភ្លេចលេខសម្ងាត់គឺយើងអត់មានវិធីសាស្ត្រក្នុងការ restore នៅ Telegram របស់យើងនឹងទេអញ្ចឹងយើងគួរតែចាំបាច់ដើម្បីបញ្ចូលនៅ email របស់យើងដើម្បីការពារនៅពេលដែលយើងភ្លេចលេខសម្ងាត់ហ្នឹងយើងអាចទាញយក recovery តាមរយៈ email នឹងបានមកវិញអញ្ចឹងយើងត្រូវបញ្ចូលemail ហ្នឹងបន្ទាប់ពីបញ្ចូល email រួចហើយយើងចុចសញ្ញាព្រួយទៅមុខម្ដងទៀតហើយយើងរងចាំវាផ្ញើកូដទៅកាន់ email ដែលយើងបានដាក់នោះដើម្បីយើងអាចបំពេញនៅត្រង់ចំណុចទាំង6នឹងបានបន្ទាប់ពីបំពេញលេខកូដដែលផ្ញើទៅកាន់ email ដែលយើងបានកំណត់នោះហើយ password ត្រូវបានកំណត់អញ្ចឹងយើងអាច return ទៅ setting ឡើងវិញយើងនឹងឃើញថាមុខងារ two step verification នេះគឺ turn on អញ្ចឹងបញ្ជាក់ថានៅពេលដែលយើង log in នៅលើ device ថ្មីនៅលើទូរស័ព្ទឬក៏នៅលើ computer ក្តីគឺយើងត្រូវការលេខសម្ងាត់ដែលយើងបានកំណត់នឹងអញ្ចឹងនៅពេលដែលមានជនណាដែលគេព្យាយាមយក Telegram របស់យើងគឺគេត្រូវឆ្លងកាត់នៅលេខសម្ងាត់នឹងម្ដងទៀតបាទអញ្ចឹងវាជាសុវត្ថិភាពមួយខ្ពស់សម្រាប់ក្នុងការប្រើប្រាស់ Telegram របស់យើងហើយចំណុចមួយទៀតដែលសំខាន់ហ្នឹងគឺ email ដែលភ្ជាប់ជាមួយនឹង Telegram ហ្នឹងគឺយើងត្រូវតែ active ប្រើជាប្រចាំកុំឲ្យភ្លេចនៅពេលដែលយើងភ្លេចលេខសម្ងាត់អីយើងអាច reset តាម email នឹងបាន